មូលហេតុអីបានត្រូវមកយំជាមួយនឹងមហាព្រឹត្តិការណ៍ក្លឹមនៃព្រះនគរជុំគ្នាបែបនេះអ្នកទាំងអស់គ្នាខ្ញុំនាំអ្នកទាំងអស់គ្នាចូលមើលក្នុងកម្មវិធីទាំងមូលគ្រប់គ្នាមិនមែនតែខ្ញុំនិងបងកេសីយំទេមានអ្នកផ្សេងទៀតដែលយំអាចនឹងនិយាយបានថាយំជាងពួកខ្ញុំទៀតរៀងថ្មីតិចសម្រាប់ខ្លួនឯងព្រោះដោយសារតែចំនួនមកឲ្យប្រពន្ធហើយក៏ដែលសំខាន់បំផុតនៃការរៀបចំព្រឹត្តិការណ៍នេះគឺចលនាមហាជនគ្រប់ស្រទាប់វណ្ណៈគ្រប់អាយុចូលរួមដើម្បីបណ្ដុះបណ្ដាលគំនិតឲ្យចេះស្រឡាញ់អភិរក្សនិងលើកស្ទួយក្មេងៗរបស់យើងមានឱកាសរៀនសូត្រមានឱកាសសប្បាយរីករាយមានវឌ្ឍនភាពប៉ុន្តែនៅក្នុងពេលនេះយើងក៏ដឹងថានៅមានម្ដាយមួយចំនួនដែលបាត់បង់កូនទៅមានប្រពន្ធមួយចំនួនដែលបាត់បង់ប្តីមានកូនប្រុសកូនស្រីដែលបាត់បង់ឪពុកប៉ុន្តែការលះបង់នេះគឺក៏គាត់បានទទួលនឹងការស័ក្តិសមពីការសងគុណរបស់ពួកយើងនៅគ្រប់អ្វីដែលពួកយើងអាចមានតិចក្តីច្រើនក្តីការរួមគ្នាគឺជាការតបស្នងនៅអ្វីដែលយុទ្ធជនដែលបុព្វបុរសយើងបានទុកសម្រាប់ឲ្យយើងគ្រប់គ្នាចាខ្ញុំមានក្តីរំភើបដែលឃើញថាយើងទាំងអស់គ្នាខ្មែរនៅក្នុងស្រុកក្តីនៅក្រៅស្រុកក្តីបានឈររួមគ្នាតែមួយចាយើងពុំដែលឃើញទេប្រវត្តិសាស្ត្ររបស់យើងរាប់រយឆ្នាំឲ្យហើយយើងមានការបែកបាក់ចាប៉ុន្តែយើងបានឃើញនៅក្នុងរយៈពេលនេះគឺគ្រប់ខ្មែរទាំងអស់នៅក្នុងប្រទេសនៅបណ្ដាប្រទេសជុំវិញខ្មែរដែលរស់នៅសហរដ្ឋអាមេរិកនៅប្រទេសបារាំងនៅអូស្ត្រាលីនៅអាល្លឺម៉ង់ទៅគ្រប់ទីកន្លែងទាំងអស់បានរួមគ្នាជាធ្លុងមួយមានជំនឿជឿជាក់ទៅលើអ្នកដឹកនាំរបស់យើងនៅក្នុងការដឹកនាំប្រទេសរបស់យើងតតាំងរក្សាជាតិមាតុភូមិរបស់យើងអាចថារក្សាអត្តសញ្ញាណជាតិខ្មែររបស់យើងឲ្យនៅគង់វង្សឲ្យស័ក្តិសមជារដ្ឋមួយបន្តពីមហានគររបស់យើងដែលជាអរិយធម៌កំពូលDeva Raja, please enjoy. នេះបានគេហៅថាមហាព្រឹត្តិការណ៍នៃព្រះនគរពិតមែនអ្នកទាំងអស់គ្នាគឺថាគ្រាន់តែបើកឆាកមកគឺខ្ញុំព្រឺសិពលបាត់ទៅហើយកម្មវិធីនេះដែរគឺថាសម្រិតសម្រាំងដោយលោកជីវិតនិងអ្នកនាងទេបុព្រឹកគឺថាគាត់សម្រិតការរៀបចំដែលថាចាស់ដែលខ្ញុំអត់ដែលធ្លាប់បានមើលពីមុនមកទេគឺថាកម្មវិធីថ្មីហើយដាក់មកគឺថាយើងព្រឺសបល់តួនៅរសជាតិនិងអារម្មណ៍ថ្មីច្បុកច្បល់ចូលគ្នាហ្មងអ្នកទាំងអស់គ្នាគឺថាគ្រាន់តែពងស្គរមកគឺថាអ្នកទាំងអស់គ្នាខ្ញុំចាប់អារម្មណ៍ជាមួយនឹងការរៀបចំជាមួយនឹងការដែលគាត់ដេក័រជាមួយនឹងភ្លេងជាមួយនឹង concept ដែលគាត់រៀបចំនេះគឺថាប្លែកខ្លាំងមែនតើគាត់ដាក់មកខ្ញុំជ្រាបចូលដល់បេះដូងនេះហើយគឺគេចង់និយាយប្រាប់ថានេះហើយគឺជាអត្តសញ្ញាណខ្មែរយើងដែលគាត់ដាក់មកដូចដាស់ដួងព្រលឹងជាតិខ្មែរយើងឲ្យរស់ហើយនឹងឲ្យដាស់ស្មារតីក្រោកឈរនឹងធ្វើអ្វីដើម្បីប្រទេសជាតិអូខ្ញុំសូមសរសើរគាត់ទាំងពីរអ្នកប្តីប្រពន្ធមែនតើគឺគាត់ដុតដៃដុតជើងហើយជាមួយនឹង
ការរៀបចំនេះគឺថា perfect ខ្លាំងមែនតើអ្នកទាំងអស់គ្នាបានទៅមើលផ្ទាល់អ្នកទាំងអស់គ្នាដឹងហើយថាអារម្មណ៍គាត់ចាប់ផ្ដើមបើកក្បាលភ្លាមគឺថាទទួលយកនៅអារម្មណ៍មួយដែលពិបាកមែនតើវាជ្រួលច្បល់នៅក្នុងចិត្តហើយបទទេវរាជនេះដែរទេវរាជាគឺថាគាត់រៀបចំឡើងដោយក្រែងរំលឹកនិងគាស់រំលើងជាមួយនឹងរចនាបថព្រហ្មញ្ញសាសនាកាលពីចំនួនដើមដែលខ្មែរយើងកាលពីចំនួននោះគឺថាពួកគាត់គោរពនិងរៀបចំកម្មវិធីបូជាយញ្ញឬមួយក៏កម្មវិធីអីក៏ដោយគឺថាអត់ចោលទេជាមួយនឹងព្រហ្មញ្ញសាសនានៅខ្មែរយើងកាលពីចំនួននោះគឺថាបទទេវរាជនេះដែរគឺគាត់គាស់រំលើងមកអស់ហើយចំនួនណាចំនួនដីដែលរៀបចំដោយទេវៈដែលគាត់រៀបចំមកគឺថាត្រូវក្បួនខ្នាតនិងបទចម្រៀងនេះគឺថាត្រូវក្បួនខ្មែរយើងកាលពីចំនួននោះខ្លាំងមែនតើចឹងមានន័យថាពួកគាត់តែមួយបទគឺគាត់បានទៅសិក្សាពីភាសាបានសិក្សាពីចំនួនដើមបានសិក្សាពីបាលីសំស្ក្រឹតយ៉ាងត្រឹមត្រូវជាក់លាក់គឺថាទើបអាចនិពន្ធមួយបទនេះនឹងដាក់ខ្លងឃ្លាជាមួយនឹងទស្សនីយភាពបែបនេះគឺថាគាត់សិក្សាហើយមិនត្រឹមតែប៉ុណ្្នឹងទេឬគល់ដែលគាត់រៀបចំមកគឺដោយក្បួនខ្នាតលោកគ្រូអ្នកគ្រូនៅផ្នែករបាំដែលពួកគាត់ខំថែរក្សាការពារនិងរក្សាជាមួយនឹងច្បាប់ដើមដែលយកមកពីអំណាចពីប្រាសាទអង្គរវត្តរបស់ខ្មែរយើងអ្នកទាំងអស់គ្នានេះគឺជាទស្សនីយភាពដែលថ្មីល្អរួមទៅគឺថាពួកគាត់រៀបចំមកគឺថា amazing yes គឺថាទេវរាជផងនិយាយទៅតាំងពី5បទហ្នឹងគឺថាដាក់មកព្រឺសវល់ស្រក់ទឹកភ្នែកអត់ដឹងខ្លួនវាមិនដឹងទៅត្រូវប្រាប់ពីអារម្មណ៍ខ្ញុំបែបណាទៅឲ្យអ្នកទាំងអស់គ្នាខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាទាំងអស់ហ្មងចង់ចូលរួមជាមួយនឹងកម្មវិធីនេះឲ្យបានដឹងនឹងភ្លក់រសជាតិមួយដែលចង់ប្រាប់ថាហេតុអីក៏គាត់នឹកឃើញនឹងរៀបចំកម្មវិធីបែបនេះឡើងដោយល្អខ្លាំងមែនតើអញ្ចឹងបានថាគេហៅថាដំណក់ឈាមខ្មែរពូជខ្មែរអង្គរគឺថាមិនបាត់បង់ទេទោះបីជាចំនួនណាក៏ដោយគឺថានៅតែគាស់រំលើងនៅតែប្រឹងចូលរៀបចំឲ្យបងប្អូនទូទាំងសកលលោកបានឃើញបានដឹងបានឮថានេះគឺជាខ្មែរកូនខ្មែរហើយត្រង់ចំណុចដែលអ្នករបាំគាត់អញ្ជើញចេញមកជុំគ្នានេះអូអ្នកទាំងអស់គ្នាគឺថាហូចង់បែកហល់ហើយនិយាយរួមទៅគឺថាអស្ចារ្យខ្លាំងមែនតើពេលពួកគាត់ចេញមក show ជាមួយនឹងរបាំខ្មែរយើងហ្នឹងគឺថាកាន់តែអស្ចារ្យខ្លាំងណាស់អ្នកទាំងអស់គ្នាអើយនិយាយរួមទៅខ្ញុំចង់ដាក់សម្លេងសៀនដែលខ្ញុំបានថតជាមួយនឹងវីដេអូរបស់ខ្ញុំប៉ុន្តែខ្ញុំខ្លាចជាងគេគឺជាប់ copyright តែម្ដងចឹងហើយអធិស្ឋានហ្មងបងប្អូនគឺថាអ្នកទាំងអស់គ្នាអាចចូលទៅមើលក្នុង page របស់ខ្ញុំផ្ទាល់គឺថាក្នុង page ខ្ញុំអត់ខ្លាចជាប់ copyright ទេអញ្ចឹងខ្ញុំដាក់សុតទៅហ្មងពួកខ្ញុំស្ដាយជាមួយនឹងបទចម្រៀងរបស់គាត់ស្ដាយនឹងជាមួយទស្សនវិជ្ជាខ្ញុំខំថតឲ្យមកឲ្យអ្នកទាំងអស់គ្នាមើលគឺថាចង់ឲ្យលឺផ្ទាល់ហើយនឹងទស្សនវិជ្ជាជាក់ស្ដែងផ្ទាល់ដល់ពេលអញ្ចឹងខ្ញុំបានដាក់នៅក្នុង page គេតែនៅក្នុង YouTube គឺខ្ញុំអត់បានដាក់ទេហើយក៏អរគុណទេពព្រឹកហើយនឹងជីវិតដែលគាត់បានរៀបចំកម្មវិធីនេះឡើងដែរគឺថាបានធ្វើឲ្យពួកខ្ញុំដែលជាសិល្បករគ្រប់រូបគឺបានចូលរៀបចំពាក់ខោអាវហើយនឹងរៀបចំពីសម្លៀកបំពាក់បុរាណជាមួយនឹងទស្សនវិជ្ជាផ្សេងដែលអស្ចារ្យដាក់ទៅឲ្យពិភពលោកបានឃើញថានេះជាខ្មែរពិតប្រាកដយើងចូលរួមដៃគ្នា show ឲ្យបង្ហាញទៅពិភពលោកឲ្យដឹងថានេះគឺជារបស់ខ្មែររបាំខ្មែរសម្លៀកបំពាក់ខ្មែរអរិយធម៌ខ្មែរនេះគឺជាខ្មែរដែលជាម្ចាស់ដើមពិតតែម្ដងมันអាចអ្នកដតីឬក៏ប្រទេសណាមកបន្លំបានឡើយហើយមួយវិញទៀតគឺថាកម្មវិធីនេះនៅពេលដែលលក់សវត្តបានគឺថាប្រមូលថវិកាបានគឺបញ្ជូនទៅឲ្យខាងបងកងទ័ពនិងបងប្អូនភាគសិទ្ធដែលខ្មែរយើងរងទុកនៅខាងព្រំដែនចាគឺថាកម្មវិធីនេះគឺថាពួកគាត់ best amazing មែនតើគឺគាត់រៀបចំបានគិតល្អិតល្អន់ហើយជាមួយនឹងការចំណាយការទទួលបានចំណេញមកគឺដល់ទៅ2មុខតែម្ដងគឺថាខ្ញុំសូមសរសើរពីអ្នកប្តីប្រពន្ធគាត់ដែលគាត់រៀបចំកម្មវិធីហើយពួកខ្ញុំដែលជាសិល្បករក៏ចូលរួមជាមួយនឹងចំណែកមួយដែលជាចំណែកដ៏ធំដែលពួកយើងផ្គុំគ្នាឡើងនាំគ្នាដឹកដៃគ្នា show ពីកៅអៅទាំងអស់គ្នារៀបចំពីវប្បធម៌របស់យើងទាំងអស់គ្នាអូខ្ញុំសរសើរហើយថាបទទី1ទៅណាចាក់ដល់បេះដូងជ្រាបដល់បេះដូងពេលហ្នឹងគឺថាអត់ទាន់យកមានអ្នកទាំងអស់គ្នានៅហូរនៅអីបានណាគឺថានៅស្រែកនៅញញឹមនៅមុខស្រវ៉ាអត់អីទេតែគាត់ថារំភើបហើយលាយជាមួយនឹងអារម្មណ៍ដែរមួយទៀតទទួលបានទស្សនីយភាពប្លែកនឹងអត់ទាន់ដល់ជ្រាបដល់លក្ខណៈថាយំយើងណាតិចទៀតអ្នកទាំងអស់គ្នាហើយពិបាកប្រាប់អ្នកទាំងអស់គ្នាណាគឺថាទប់ទឹកភ្នែកអត់បានទេហើយទប់មិនក៏ទប់អត់ជាប់ដែរកូនបានខិតខំបំផុតនៅគេដំណើរបំពាក់បរោះតាមផ្លូវរបស់កូនដែលបានការជួយជ្រោមជ្រែងដោយពុទ្ធសាសន៍មួយដែលមានសាមគ្គីភាពថ្លៃថ្នូរនិងក្តីស្រឡាញ់តែសម្គាល់អត្តសញ្ញាណថាខ្មែរយើងខ្ញុំតាំងតែរំលឹកនឹកគុណលើកទូលដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតនៅសមិទ្ធផលដែលលោកម្ចាស់បានប្រឌិតសន្តានឡើងនៅលទ្ធិដ៏មានអានុភាពអស្ចារ្យក្រៃលែងដែលប្រសិទ្ធនាមថាទេវរាជអ្វីដែលពួកខ្ញុំម្ចាស់បានធ្វើហើយនៅក្នុងថ្ងៃនេះវេលានេះសូមឲ្យផលដែលបានពីការប្រទានពរពីអង្គមហាទេពសូមកើតជាប្រយោជន៍ដល់ផែនដីនៃនគរមួយនេះឲ្យចាកផុតពីមដាសានិងការប្រាថ្នាឈ្លានពានពីបច្ចាមិត្តឬជាតិសាសន៍ណាមួយដែលត្រេកត្រអាលនឹងការរំលោភយកដោយសេចក្តីលោភ
យ៉ាងណាក៏សូមឲ្យជាតិសាសន៍នោះទទួលនៅកម្មស្មើនឹងសេចក្តីលោកបំពេញយ៉ាងនោះដែរដោយក្តីគោរពបងក្បួនរបស់ខ្ញុំព្រះករុណានាងខ្ញុំទេពឧព្រឹកហើយនាងខ្ញុំក៏សូមគោរពដឹងគុណដល់វីរៈកងទ័ពជួមកទាំងអស់តែលោកបានពលីនឹងការពារដែនដីសវណ្ណភូមិមួយនេះពីជនដែលស្រែកឃ្លាននិងឈ្លានពានទឹកដីយើងហើយនាងខ្ញុំទេពព្រឹកនឹងសូមសច្ចាថានាងខ្ញុំនឹងថែរក្សានៅសម្បត្តិវប្បធម៌របស់ខ្មែរជារៀងរហូតមិនសន្យាថាឲ្យបានល្អឥតខ្ចោះទេប៉ុន្តែជារៀងរហូតតែម្ដងអរគុណជាពិសេសទៅកាន់អ្នកនាងទេពព្រឹក ទស្សនីយភាព លើកពីពីអស្ចារ្យទៅទៀត អស្ចារ្យខ្លាំងមែនទែន ដែលយើងតែ ហើយដែលសំខាន់គឺដាក់មកយំ រាល់ផ្ទាំងទស្សនវិជ្ជារាល់ការសម្ដែងនីមួយៗអស្ចារ្យ យំទៅខ្ញុំហ្នឹងណា ប៉ុន្តែនៅក្នុងថ្ងៃនេះនាងខ្ញុំជឿជាក់ថាពុកម៉ែបងប្អូនទាំងអស់គ្នាមិនថាតែ ជ្រាបដល់បេះដូងហ្មងណា កំពុងតែទស្សនាតាមរយៈការ live បព្រឹកនិយាយភាសាគឺថាហៅទឹកភ្នែកភាសាប៉ុន្តែដល់ show នេះគឺថាអ្នកទាំងអស់គ្នាគឺថាទប់លែងជាប់ហើយយំហ៊ូតែម្ដងនៅពេលដែលយើងឃើញរូបភាពវីដេអូដែលគេគាស់រំលើងជាមួយនឹងព្រះវិស្ណុហើយនឹងប្រាសាទព្រះវិហារត្រូវបានបំផ្ទុះជាមួយនឹងគ្រាប់បែកនៅពេលដែលគេឃើញបែបនេះដាក់នៅក្នុង show តើអ្នកទាំងអស់គ្នាឲ្យទប់ទឹកភ្នែកមិនបាននេះហើយគឺជាអារម្មណ៍កូនខ្មែរមួយដែលឃើញទស្សនវិជ្ជានៃសង្គ្រាមដែលគេឈ្លានពានធ្វើបាបប្រទេសកម្ពុជាយើងទប់ទឹកភ្នែកអត់បានជាមួយនឹងការដែលដាក់ show មកឯងគឺថាគ្រប់គ្នាមិនមែនតែខ្ញុំទេគ្រប់គ្នាតែម្ដងនៅក្នុង hall នេះខ្ញុំវាយថា 99% គឺទប់ទឹកភ្នែកអត់បានត្រូវតែយំដាច់ខាតរួមទាំងខ្ញុំផងដែរនេះហើយគឺជាបេះដូងកូនខ្មែរនេះហើយគឺជាអត្ថន័យដែលក្លឹមព្រះនគរបានរៀបចំឡើងដោយសារតែពិភពលោកនឹងបានទទួលស្គាល់និងជ្រាបច្បាស់អារម្មណ៍កូនខ្មែរមួយនេះដែលបានរៀបចំកម្មវិធីនេះឡើងដាក់ទៅឲ្យពិភពលោកបានឃើញថាប្រទេសខ្ញុំប្រជាជនខ្ញុំមិនស្ងៀមទេនៅពេលដែលអ្នកណាបំពេញឈ្លានពានគឺពួកខ្ញុំរៀបចំប្រុងប្រៀបប្រយុទ្ធជាមួយនឹងពួកគេនឹងឈរតតាំងលុះដងហើមចុងក្រោយនេះហើយគឺជាទស្សនីយភាពដែលมันអាចធ្វើឲ្យចិត្តគ្រប់គ្នាដែលនៅក្នុង hall នេះទប់ទឹកភ្នែកបានពីព្រោះកម្មវិធីក្លឹមនៃព្រះនគរទាំងមូលបានរៀបរាប់នៃការបាត់បង់ប្រាសាទព្រះវិហារប្រាសាទតាក្របីបានដួលរលំនៃការបំផ្លាញពីសំណាក់ខ្មាំងសត្រូវដែលបានបាញ់និងវាយប្រហារនៅលើប្រាសាទរបស់ខ្មែរយើងសូមឲ្យទស្សនីយភាពមួយនេះដិតដាមនឹងការចងចាំរំលឹកនៅក្នុងយុគធតកូនតចៅដែលបានត្រូវគេធ្វើបាបរំលោភបំពានបាត់បង់នៃប្រាសាទបាត់បង់នៅវប្បធម៌បាត់បង់នៅទាហានកងទ័ពជួរមុខជាច្រើននៅក្នុងកម្មវិធីក្លឹមព្រះនគរគឺចង់បញ្ជាក់ឲ្យកូនខ្មែរទាំងអស់បានដឹងបានយល់និងបានតកូនតចៅចងក្រងជាឯកសាររួមគ្នាជុំគ្នាថានេះគឺជាការឈ្លានពានសម័យថ្មីគឺជាសម័យ2025-2026ហើយនៅគេនៅបំពេញនៅលើទឹកដីខ្មែរមកលើកម្ពុជាមកលើប្រទេសយើងមកលើវីរៈកងទ័ពយើងសូមឲ្យបងប្អូនចំនួនក្រោយបានមើលនៅអ្វីដែលបងបានធ្វើវីដេអូចងក្រងនេះទុកនឹងទេពព្រឹកហើយនឹងជីវិតគាត់បានរៀបចំកម្មវិធីនេះឡើងសូមឲ្យបានចងចាំនៅអ្វីដែលភាពឈឺចាប់សោកសង្រេងជាមួយនឹងប្រទេសជាតិយើងប្រជាជនយើងកងទ័ពយើងទាំងអស់គ្នារួមទាំងអ្នកដែលកំពុងចូលកម្មវិធីនេះគឺថាពួកយើងនឹងចងចាំគ្រានេះទុករហូតដល់តកូនតចៅសូមនាំគ្នាធ្វើពហិការបន្តទៀតជាតិខ្មែរយើងត្រូវតែរស់ត្រូវតែខ្លាំងត្រូវតែពូកែពង្រឹងនៅអ្វីដែលយើងមាននៅក្នុងស្រុកគឺថាយើងនាំគ្នាបណ្ដោះបណ្ដាលខិតខំបន្តទៀតបន្ថែមទៀតជាមួយនឹងការធ្វើម៉េចឲ្យប្រទេសកម្ពុជាយើងរីកចម្រើនយើងមិនអាចពឹងដង្ហើមអ្នកណាគេដកយើងកាន់តែរឹងមាំយើងជូតទឹកភ្នែកឲ្យស្អាតហើយយើងនាំគ្នាដើរទៅមុខទោះបីជាមានការឈឺចាប់រាប់រយដងរាប់ពាន់ដងក៏យើងនៅតែចងចាំគ្រានេះហើយយើងនាំគ្នាពង្រឹងនៅសមត្ថភាពនិងថែរក្សាជាមួយនឹងគេមរតកដូនតាដែលនៅបន្សល់ទុកនិងនៅសល់ដែលក្រោយពីការបំផ្លិចបំផ្លាញរបស់ជនឈ្លានពានដែលជាប្រទេសជាប់បែររបងរបស់យើងពេលនេះខ្ញុំដឹងថាអ្នកទាំងអស់គ្នានៅក្នុង hall ប្រកាសជាយំដូចជាខ្ញុំអញ្ចឹងខ្ញុំទប់ទឹកភ្នែកមិនបានអ្នកផ្សេងទៀតក៏ទប់ទឹកភ្នែកមិនបានភាពឈឺចាប់មួយនេះបានចាក់នៅក្នុងបេះដូងអរគុណនៅកម្មវិធីក្លឹមព្រះនគរដែលធ្វើឲ្យកូនខ្មែរទាំងអស់គ្នាមានស្មារតីដាស់ស្មារតីនៃការចងចាំនិងការចូលរួមផ្សព្វផ្សាយនៅវប្បធម៌សម្លៀកបំពាក់ឲ្យនឹងប្រាសាទនិងធ្វើម៉េចឲ្យពួតដៃគ្នាធ្វើឲ្យពិភពលោកកាន់តែដឹងកាន់តែឮដឹងថាប្រទេសកម្ពុជាគឺជាប្រទេសដ៏ស្អាតស្អំប្រទេសដែលចង់បានតែសន្តិភាពប្រទេសដែលចង់ការពារអ្វីនៅដែលខ្លួនមានមិនលោភលន់មិនចង់បានអ្វីក្រៅពីការពារថែរក្សាទឹកដីដែលនៅសេសសល់ប៉ុណ្្នឹងទេ
អ្នកទាំងអស់គ្នាឃើញហើយថាហេតុអីបានជាខ្ញុំទប់ទឹកភ្នែកអត់បានហើយនេះគឺជាលើកទី1ដែរនៅលើ social media ជាមួយនឹង YouTube របស់ខ្ញុំផ្ទាល់ដែលខ្ញុំថតបង្ហាញពីការភាពទន់ជ្រាយរបស់ខ្ញុំហូរទឹកភ្នែកមកតាមធម្មតាសម្រាប់ខ្ញុំគឺការយំសំខាន់បំផុតខ្ញុំមិនងាយឲ្យអ្នកណាបានឃើញនៅទឹកភ្នែកឬការយំរបស់ការសោកសៅនៅលើ social media គឺដាច់ខាតគឺខ្ញុំអត់ចូលចិត្តទេពីព្រោះខ្ញុំអត់ចូលចិត្តបង្ហាញនៅភាពទន់ខ្សោយឲ្យអ្នកណាបានឃើញប៉ុន្តែនេះគឺទប់អត់បានទប់យ៉ាងម៉េចក៏ទប់អត់បានដែរអញ្ចឹងហើយគឺសូមបង្ហាញនៅភាពទន់ជ្រាយនៅពេលដែលមកមើលជាមួយនឹងទស្សនីយភាពដ៏មហាព្រឹត្តិការណ៍មហានគរហើយខ្ញុំជឿជាក់ថានៅក្នុងហលនេះ 99% គឺហូរទឹកភ្នែកសូម្បីតែគណៈរដ្ឋមន្ត្រីក៏គាត់ហូរទឹកភ្នែកដែរខ្ញុំជឿជាក់ថាអញ្ចឹងរួមគ្នានេះគឺជាបេះដូងខ្មែរគ្រាន់តែឃើញទស្សនីយភាពមកចាក់ដល់បេះដូងដូចយកកំបិតមកឆ្កៀនៅក្នុងបេះដូងអញ្ចឹងគឺថាយើងបាត់បង់ប្រសាទនៅពេលដែលឃើញរូបភាពនិងវីដេអូកងទ័ពយើងបានរៀបរាប់នៅលើនោះគឺថាយើងទៅអស់ហើយអ្នកទាំងអស់គ្នាទៅអស់ហើយលេងផ្លូវចិត្តយើងបានទទួលប៉ះពាល់ជាមួយនឹងសតិអារម្មណ៍នៅពេលដែលសង្គ្រាមប្រមាណរយៈហ្នឹងគឺយើងបាត់បង់វីរៈកងទ័ពផងអ្នកស្រុកអ្នកភូមិលោកតាលោកយាយកូនក្មេងផងហើយជាមួយនឹងប្រាសាទយើងទៀតអញ្ចឹងហើយដល់ពេលទស្សនីយភាពគាត់លើកយករឿងទាំងអស់យកមកដាក់ធ្វើឲ្យឈឺចាប់ខ្លាំងមែនតែនហ្មងអញ្ចឹងហើយនេះគឺជាទស្សនីយភាពដែលចង់ឲ្យកូនខ្មែរទាំងអស់បានចងចាំអញ្ចឹងហើយបានពួកខ្ញុំដែលជាសិល្បករចូលរួមជីវវិទ្យាហើយនឹងទេពប្រព្រឹត្តគាត់បានរៀបចំកម្មវិធីព្រឹត្តិការណ៍មហាធំនេះមួយពួកខ្ញុំដែលជាសិល្បករផ្សេងៗអត់បង្ងើយកន្តើយទេទោះបីជាមិនម៉ាក៏ពួកខ្ញុំស្លៀកពាក់រៀបចំជារបៀបបុរាណកាលដែលជាវប្បធម៌ខ្មែរយើងរួមគ្នាទៅទាំងអស់គ្នាហើយនេះក៏ជាការដែលមិនខកបំណងក្នុងការចូលរួមក្នុងទស្សនីយភាពមួយនេះគឺថាយើងអត់អាចនិយាយបានទេខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបាននៅក្នុងហលជាមួយខ្ញុំតែម្ដងទើបដឹងអារម្មណ៍ថាវាឈឺចាប់លាយជាមួយនឹងអារម្មណ៍រំភើបលាយជាមួយនឹងទស្សនីយភាពប្លែកភ្នែកដែលមិនធ្លាប់ឃើញពីមុនក៏រៀបចំសម្រិតសម្រាំងខ្លាំងមែនទែនជាមួយនឹងកម្មវិធីក្លឹមព្រះនគរគឺថាបានលោកគ្រូអ្នកគ្រូដែលគាត់នៅឈរជ្រុំជ្រែងជាមួយនឹងព្រឹត្តិការណ៍មួយនេះគឺថាអស្ចារ្យពិតជាលើសពីអស្ចារ្យទៅទៀតគឺថាគាត់គ្រប់ជ្រុងជ្រោយនៃចន្លោះណាមួយគឺថាមិនឲ្យខ្វះខាតតែម្ដងខ្ញុំសូមសរសើរ Amazing ទេពព្រឹកជីវវិទ្យាបត់ចប់បត់គឺថាស្នូទះដៃហើយនឹងការហូរស្រែកកញ្ជ្រៀវនៅក្នុងហលគឺថារំពងអ្នកទាំងអស់គ្នាគឺថាមកវគ្គដែលគាត់ចេញមកគឺឥតខ្ចោះសំដសាហើយអ្នកទាំងអស់គ្នាឃើញហើយគឺអ្នកណាក៏ទប់ទឹកភ្នែកសូម្បីតែអ្នកគ្រូកេសីក៏ទប់ទឹកភ្នែកអត់បានដែររំភើបហ្មងមើលទាំងអត់ចង់ចេញទៅណាតែពួកខ្ញុំនៅមានកិច្ចការផ្សេងទៀតដែលត្រូវធ្វើហើយពួកខ្ញុំត្រូវទៅផ្ទះមុនហើយខ្ញុំនៅអត់បានដោះចប់ទេពីអ្នកបងកេសីពីព្រោះដោយសារពួកខ្ញុំត្រូវចេញទៅមុនអ្វីដែលស្ដាយគឺថាអត់បានមើលបងសកុនកញ្ញាគាត់ចេញមកគឺថាidol ជាពិសេសតែម្ដងគឺថាអត់បាននៅមើលគាត់ស្ដាយទៀតតែគាត់រៀបចំមកចាក់បេះដូងហ្មងឲ្យទប់ទឹកភ្នែកអត់បាននេះជាមួយនឹងconcertរបស់គាត់ដែលគាត់ពិសេសមកគឺថាចាក់បេះដូងហ្មងអ្នកទាំងអស់គ្នាOh my god មកមើលបដាយំបដាមើលបដារំភើបខ្លះបាក់ចិត្តខ្លះនិយាយចូលមានម៉ាក់ប្រាប់ពីអារម្មណ៍ណាឥឡូវខ្ញុំត្រូវទៅផ្ទះមុនហើយដោយសារផ្ទះឆ្ងាយទី1ទី2បងគេស្អីគាត់ត្រូវប្រញាប់ការងារមកគាត់អញ្ចឹងហើយត្រូវចេញទៅជុំគ្នាតែប៉ុន្តែនិយាយតាមត្រង់អត់មានចង់ចេញហ្មងមើលឡងជក់ភ្នែកហ្មងអូខេបាយចាប់ឲ្យវីដេអូយើងញ៉ាំអូយងឹតឆាន់បាត់ពលឺដោយសារនៅសល់ 10% ឲ្យកូនលីងគាត់អស់ហើយលែងបានថតហើយយ៉ាអូខេបាទអូខេសម្រាប់កម្មវិធីនេះខ្ញុំសូមឲ្យមេដៃគឺ best មែនតើគឺថាចាក់ដល់បេះដូងហ្មងជាមួយនឹងកម្មវិធីដែលគាត់ធ្វើខ្ញុំក៏បានប្រាប់អារម្មណ៍មកវាលេងគ្នាច្រើនទៀតវាអាចឲ្យខ្ញុំចង់និយាយថាទប់ទឹកភ្នែកអត់បានទេសម្រាប់អ្នកទាំងអស់គ្នាអត់បានចូលមកមើលខ្ញុំមានតែវីដេអូផ្ញើជូនអ្នកទាំងអស់គ្នាចាំមើលនៅក្នុង YouTube គាត់ចូលចាំជាអ្នកមកមែនកម្មវិធីអស់ពីយំអស់ពីរំភើបមកបេះផ្កាចាហើយបន្តជីភាសាទៅវិញទៅដល់សម្ភារបំពាក់ចាអរគុណជំរាបលាមែនបងជំរាបលាចាបងអូបាត់កាចាមែនគាត់បេះណាខ្ញុំក៏បេះដែរអត់មានណាគេទិញកាអញ្ចឹងយើងបេះទៅ